ពាក្យចាស់ពោលថាពេលវេលាជាមាសប្រាក់បាទពាក្យនេះគឺពិតជាត្រឹមត្រូវណាស់បងប្អូនកូនចៅអើយបាទសូមបងប្អូនកូនចៅទាំងអស់ដែលរស់នៅក្នុងទឹកដីសវណ្ណភូមិរបស់កម្ពុជាយើងនេះបាទសូមកុំយកពេលវេលាដ៏ឥតប្រយោជន៍ដើរលេងដើរផឹកដើរស៊ីពេលលាវ៉ាវ៉ាសេពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំអីសោះបាទទន់ខ្លួននៅក្មេងទន់មានវ័យមានកម្លាំងត្រូវតែព្យាយាមអភិវឌ្ឍខ្លួននៅក្មេងពីឥឡូវទៅកុំចាំស្អែហើយស្អែទៀតមួយឆ្នាំហើយមួយឆ្នាំទៀតបាទគិតឃើញឥឡូវគឺធ្វើឥឡូវរមូលរបរដើម្បីជាមូលរបរពិតប្រាកដសម្រាប់ខ្លួនទៅអនាគតជាស្ដែងមិនមែនត្រឹមតែមូលរបរដូចខ្ញុំបាននេះខ្ញុំមកបណ្ដុះផ្សិតបាទមិនមែនតែមូលរបរបណ្ដុះផ្សិតទេបាទគឺមានមូលរបរច្រើនណាស់ដែលត្រូវបងប្អូនកូនក្មួយទាំងអស់ត្រូវតែចាប់យកដើម្បីជាអាជីពសម្រាប់ខ្លួនតអនាគតនិងមានគ្រួសារតែម្ដងបងប្អូនបាទមិនថាមូលរបរបណ្ដុះផ្សិតមូលរបរចិញ្ចឹមជ្រូកចិញ្ចឹមមឹនជាងកង់ជាងឡានជាងម៉ូតូលក់ចាប់ហួយដាំដំណាំដាំបន្លែតែម្ដងបាទសតតែជាមូលរបរដែលយើងរកលុយកាក់បានទាំងអស់តែគ្នានឹងឯងបងប្អូនហើយយើងអ្នកខ្លះក៏គេធ្វើមូលរបរធំជាគ្រូបង្រៀនជាទាហានជាមន្ត្រីរាជការទៅបាទដូច្នេះបងប្អូនកូនក្មួយទាំងអស់សូមយកពេលវេលាដ៏មានតម្លៃទាំងអស់ចាប់យកមុខរបរហើយមូលរបរមួយមិនមែនធ្វើលំលេងចាប់យកលេងធ្វើហើយអីទេបាទគឺត្រូវតែចាប់យកមូលរបរឲ្យចេះឲ្យពិតប្រាកដឲ្យគេថាមើលមកគឺសួរថាអានេះគេធ្វើយ៉ាងម៉េចអានោះគេធ្វើយ៉ាងម៉េចហើយអនុវត្តឲ្យអ្នកជិតខាងបានឃើញថាយើងពិតជាធ្វើនោះបានត្រឹមត្រូវហើយរីកចម្រើនមែនបាទអានឹងបានជាមនុស្សថ្លៃថ្នូរគេមិនមើលងាយគេមិនមើលថោហើយគេនឹងកោតក្រែងខ្លាចយើងទៀតផងដោយសារយើងមានមុខរបរហើយយើងធ្វើយើងអនុវត្តដោយច្បាស់លាស់គ្មានកន្លែងចន្លោះកន្លៀតចន្លោះប្រហោងឲ្យគេចាប់យកនៅចំណុចខ្សោយយើងនោះទេតែយើងខ្លាំងតែយើងច្បាស់លាស់នោះគេនឹងខ្លាចហើយនឹងគ្រប់យើងហើយនឹងមុខចិត្តយើងអេបអបយើងនឹងស្វែងយល់ពីយើងជាពំខានបងប្អូនកូនក្មួយអើយបើយើងមិនរីកចម្រើនមិនអភិវឌ្ឍមិនមានមុខរបរអីត្រឹមត្រូវគ្រប់គ្រិនមិនច្បាស់លាស់នោះគេនឹងមើលងាយយើងហើយសង្គមសពថ្ងៃគេរកតែមនុស្សណាដែលមានចំណេះមានជំនាញមានមុខរបរអាជីពពិតប្រាកដអានោះទៅគេកោតក្រាចកោតខ្លាចកោតក្រែងនឹងសរសើរយើងតែបើយើងមិនមានច្បាស់លឺហើយនោះគេនឹងដៀលកូនឆ្នេះបងប្អូនកូនចៅគឺត្រូវតែចាប់ផ្ដើមរកមុខរបរដ៏ច្បាស់លាស់ពីឥឡូវនេះតទៅ